តើយើងនឹងបានពរអីពីវត្ថុស័ក្តិសិទ្ធិដែលយើងគោរពបូជាអូខេអញ្ចឹងថ្ងៃនេះយើងរៀនពីអាកាសទាំងអស់គ្នាមាន3ស្លឹកហើយរើសស្លឹកទី1ស្លឹកទី2ហើយនិងស្លឹកទី3អញ្ចឹងធ្វើសមាធិទាំងអស់គ្នាសម្រាប់អ្នកគេដែលហើបានហើយយើងត្រូវស្ដាប់ចម្លើយទាំងអស់គ្នាអូខេអញ្ចឹងយើងមកមើលសម្រាប់អ្នកគាត់ធ្វើស្លឹកទី1អញ្ចឹងណាការប៉ັດទៅពរដែលអ្នកទាំងអស់គ្នាបានពីវត្ថុស័ក្តិសិទ្ធិអញ្ចឹងណាមានអារម្មណ៍ថាគាត់ដឹងថាអ្នកទាំងអស់គ្នាកន្លងមកជួបការលំបាកជួបការខូចចិត្តឬក៏មានបញ្ហាឬក៏ស្នេហាអត់ដែលសមប្រកបឬក៏អីអញ្ចឹងណាThe Tower មកហ្នឹងគាត់ពងតែលក្ខណៈថា filter គាត់ពងតែហៅគូល្អដែលស័ក្តិសមនឹងយើងអញ្ចឹងណាគាត់ក៏ពងតែបើកផ្លូវឲ្យយើងអញ្ចឹងពរដែលអ្នកទាំងអស់គ្នានឹងទទួលបានហ្នឹងគឺនឹងបានជួបគូឬក៏ម្នាក់ដែលចូលមកតាមថែសារមើលយកចិត្តទុកដាក់ផ្ដល់ក្តីស្រឡាញ់ផ្ដល់ភាពកក់ក្ដៅឲ្យយើងឬក៏អីកន្លងមកដែលយើងគួរតែបានហើយយើងអត់ទាន់បានអញ្ចឹងណាអូខេអញ្ចឹងយើងមកមើលបន្តស្រាប់តែអ្នកគាត់រើសស្លឹកទី2គាត់ថាពរដែលអ្នកទាំងអស់គ្នាបានពីរបស់ស័ក្តិសិទ្ធិឬវត្ថុស័ក្តិសិទ្ធិដែលអ្នកទាំងអស់គ្នាគ្រប់បូជាហ្នឹងណាគឺពរដែលមានជីវិតរៀងស៊ីវិល័យមានលុយមានការចាយវាដែលយើងបាច់គិតបាច់ខ្វល់ច្រើនអញ្ចឹងណាចង់ញ៉ាំអីញ៉ាំចង់ទិញអីទិញប្រើជីវិតបានដូចដែលយើងចង់បានលក្ខណៈថាក្រុមគ្រួសារមានសេចក្តីសុខមានសុភមង្គលបើភ្នែកមកញ៉ាំដាក់គ្នាអត់បាច់ខ្វាយខ្វល់រឿងការចំណាយការចាយវាអីចឹងណាគាត់នឹងផ្ដល់ពរនឹងឲ្យអ្នកទាំងអស់គ្នាហើយណាគេក៏ដោយដែលកំពុងតែមានការលំបាកទាក់ទងជាមួយនឹងការហកស៊ីការវិនិយោគឬចង់ធ្វើអីថ្មីបន្ថែមហ្នឹងណាគាត់ថាជាសង្វាក់ពេលវេលាដែលធ្វើបានហើយនឹងបានអីចូលមកវិញល្អហើយនឹងសល់អីដែលយើងចង់បានអញ្ចឹងណាជាពិសេសរបស់ទូចធំដែលយើងមានបំណងចង់ទិញចង់នាំចូលអីចឹងគាត់ថាអាចនឹងបានជោគជ័យអូខេអញ្ចឹងយើងមកមើលសម្រាប់តែអ្នកគាត់រើសស្លឹកទី3អញ្ចឹងណាបាន Beer 4 of Swords 9 of Pentacles ហើយជាមួយនឹង9 of Swords អញ្ចឹងណាគាត់ថាអាអ្នកពរដែលគាត់ឲ្យហ្នឹងគឺសម្រាប់អ្នកដែលគាត់មានសុខភាពទន់ខ្សោយឬក៏អ្នកគាត់មានជំងឺឬក៏គាត់ឈឺស្រាប់ឬក៏អីអញ្ចឹងណានឹងបានឆាប់ជាសះស្បើយឡើងមកវិញអញ្ចឹងលក្ខណៈថាណាខ្លះមានជំងឺប្រចាំខ្លួនឬក៏រៀងឈឺមកមួយរយៈរៀងធ្ងន់ដែរឬក៏អីដែរអញ្ចឹងណានឹងមានឱកាសចាប់ផ្ដើមជាឡើងមកវិញជាពិសេសណាគេដែល stress ឬក៏គេងអត់លក់អីហ្នឹងណាគាត់នឹងធ្វើឲ្យអារម្មណ៍យើងរៀងធូរស្រាលជាងនឹងគាត់នឹងធ្វើឲ្យបញ្ហាដែលមានកើតឡើងនៅក្នុងជីវិតឬក៏យើងកំពុងតែស្មុគស្មាញហ្នឹងណាវាត្រូវបានដោះស្រាយវារលូនជាងមុនអូខេហ្នឹងហើយចង់ខកយ៉ាងណាក៏ដោយចង់ប្រាប់អ្នកនរគ្នាថានេះគ្រាន់តែយើងមកលេងពីអាកាសអញ្ចឹងណាវាគ្រាន់តែជា general reading អញ្ចឹងអាចនឹងអត់ត្រូវជាមួយអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់អ្នកគេដែលមានចំណាប់អារម្មណ៍ចង់ធ្វើការទូទាយផ្ទាល់ខ្លួនអីអាចឆាតនៅក្នុង inbox បាន